អ្នកនិពន្ធដ៏អស្ចារ្យដែលបានធ្វើសមាធិលើប្រធានបទនៃសុខុមាលភាពនិងសុភមង្គលដូចជា Bertrand Russell អះអាងថាសុភមង្គលមិនមែនគ្រាន់តែការជាប់ទាក់ទងងាយជាមួយភាពសប្បាយរីករាយយឺពេញចិត្តនឹងវត្ថុសម្ភារៈប៉ុណ្ណោះទេសុភមង្គលរួមបញ្ចូលភាពរីករាយប៉ុន្តែក៏មានអារម្មណ៍ផ្សេងជាច្រើនដែលខ្លះមិនពិតជាវិជ្ជមាននោះទេឧទាហរណ៍ការតាំងចិត្តការតស៊ូការប្រកួតប្រជែងនិងសូម្បីតែការឈឺចាប់ស្រដៀងគ្នានេះដែរវាអាចទៅរួចក្នុងការពេញចិត្តនឹងជីវិតទូទៅហើយដែលគ្មានអារម្មណ៍សប្បាយចិត្តប៉ុន្តែមានតែបទពិសោធន៍នៃអារម្មណ៍នៅពេលចាក់ចេញពីអ្វីដែលមនុស្សម្នាក់បានរស់នៅជាមួយវាមិនមែនគ្រាន់តែជាបញ្ហានៃការជួបប្រទះនៅស្ថានភាពដែលគួរឲ្យចង់បាននោះទេប៉ុន្តែជាការរក្សានៅគំនិតដែលថាបុគ្គលម្នាក់កំពុងធ្វើដំណើរដើម្បីសម្រេចបាននូវគោលបំណងឬគោលដៅដែលមានតម្លៃមួយមានបញ្ញត្តិមួយដែលមានចំណុចសំខាន់ផងដែរក្នុងការតាក់ទងជាមួយគំនិតទាំងនេះបញ្ញត្តិនៃលំហូរមនុស្សម្នាក់ជួបប្រទះស្ថានភាពនៃលំហូរនៅពេលដែលគាត់ត្រូវបានស្រូបចូលទាំងស្រុងនៅក្នុងសកម្មភាពដែលគាត់ឬនាងត្រូវបានចូលរួមយ៉ាងពេញលេញជាងនេះទៅទៀតពេលចូលរួមក្នុងសកម្មភាពគាត់បាត់បង់ពេលវេលានិងទទួលបានបទពិសោធន៍ពេញចិត្តយ៉ាងច្រើនបទពិសោធន៍នៃលំហូរពាក់ព័ន្ធនឹងរឿងមួយចំនួនអត្ថភាពនៃគោលដៅដ៏លំបាកមួយការផ្ដោតអារម្មណ៍ភាពស្ទាត់ជំនាញការចូលរួមតខ្លួននិងការខ្វះខាតជាក់ស្ដែងយើងអាចទទួលអារម្មណ៍ពីបទពិសោធន៍នេះតាមរបៀបផ្សេងគ្នាជាច្រើនរំចូលរួមកម្មវិធីនិយាយជាមួយនរណាម្នាក់ឬមនុស្សដទៃទៀតអំពីអ្វីដែលចាប់អារម្មណ៍លេងឧបករណ៍តន្ត្រីក្បាច់គុនលេងកីឡាជាដើមនេះគឺជាប្រធានបទដ៏គួរឲ្យរំភើបការពិតប្រវត្តិសាស្ត្ររបស់មនុស្សជាតិគឺជារឿងរ៉ាវនៃរបៀបដែលវាអាចទៅរួចក្នុងការដោះស្រាយជាមួយការលំបាកនិងទុក្ខលំបាករបៀបរស់នៅនិងរបៀបដែលវាអាចទៅរួចដើម្បីបន្តរីករាយរាល់ពេលនៃអំណោយនៃជីវិតទោះបីជាមានសំណាងមិនល្អនិងការខាតបង់ដែលអាចមកជាមួយក៏ដោយការគិតអំពីរឿងនេះភ្លាមលើកជាសំណួរឡើងហេតុអ្វីបានជាមនុស្សខ្លះនៅរស់ហើយអ្នកផ្សេងទៀតត្រូវទុកឲ្យអស់សង្ឃឹមនិងស្លាប់ឬសំណាងមិនល្អតើអ្វីខ្លះដែលជោគជ័យឬបរាជ័យអាស្រ័យលើការខិតខំប្រឹងប្រែងនិងកិត្តិយសនៃជីវិតល្អប្រសើរណាស់វាហាក់ដូចជាធ្លាក់ចុះចំពោះសមត្ថភាពដោះស្រាយខុសគ្នាដែលមនុស្សមានធនធានផ្ទាល់ខ្លួននិងភាពខ្លាំងរបស់ពួកគេសំណាងល្អមានយុទ្ធសាស្ត្រដើម្បីបង្កើនសុខុមាលភាពផ្លូវចិត្តនិងភាពធន់ការស្រាវជ្រាវលើប្រធានបទនេះបង្ហាញថាវាអាចសម្រេចបានតាមរយៈការបណ្ដុះបណ្ដាលដែលនាំទៅដល់ការវិយតម្លៃខ្លួនឯងវិជ្ជមានអារម្មណ៍នៃការរីកចម្រើននិងការអភិវឌ្ឍបន្តបន្ទាប់វាអាចធ្វើទៅបានដើម្បីបង្កើនសុខុមាលភាពរបស់មនុស្សម្នាក់តាមរយៈជំនឿថាជីវិតរបស់មនុស្សម្នាក់មានគោលបំណងនិងអត្ថន័យការបង្កើតទំនាក់ទំនងដ៏មានអត្ថន័យជាមួយអ្នកដទៃសមត្ថភាពក្នុងការគ្រប់គ្រងជីវិតរបស់មនុស្សម្នាក់ប្រកបដោយប្រសិទ្ធភាពនិងការសម្រេចបាននូវអារម្មណ៍នៃការកំណត់ខ្លួនឯងពោលគឺសមត្ថភាពក្នុងការសម្រេចចិត្តដោយសេរីអំពីខ្លួនឯងប្រភេទនៃការបណ្ដុះបណ្ដាលនេះក៏ត្រូវបានបង្ហាញផងដែរនៅលទ្ធផលនៅក្នុងការថយចុះនៅក្នុងភាពងាយរងគ្រោះចំពោះអារម្មណ៍អវិជ្ជមានដូចជាទុក្ខព្រួយភាពអស់សង្ឃឹមជំងឺធ្លាក់ទឹកចិត្តជាដើមចំពោះបុគ្គលដែលមានហានិភ័យខ្ពស់ដោយដែលអ្នកបានឃើញហើយមានយុទ្ធសាស្ត្រផ្សេងគ្នាដែលអាចជួយអ្នកបង្កើនសុខុមាលភាពផ្លូវចិត្តរបស់អ្នកនៅក្នុងកម្មវិធីនេះអ្នកនឹងរៀនសូត្រពីរបៀបអនុវត្ត